ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយ Goal ខ្មែរនៅក្នុងការប្រកួត Premier League នៅវេលាម៉ោង2:30នាទីទៀបភ្លឺឈានចូលថ្ងៃទី5ខែមីនាឆ្នាំ2026នេះយើងមានការប្រកួតរវាងក្រុមមេឃាវ Manchester City និងត្រីបើកទ្វារកីឡាដ្ឋាន Etihad ទទួលស្វាគមន៍ក្រុមឈើព្រៃ Nottingham Forest នេះគឺជាការតតាំងគ្នារវាងក្រុមដែលកំពុងប្រជែងពាននិងក្រុមដែលកំពុងដណ្ដើមដួលគេតពីតំបន់កាត់ចោលតើកូនក្រុមលោក Pep Guardiola នឹងបន្តកិនកំទេចគូប្រកួតឬក៏ Forest អាចបង្កការភ្ញាក់ផ្អើលនៅ Etihad ម្ចាស់ពិធីមេឃាវ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងស្ថិតក្នុងទម្រង់លេងដែលមិនអាចបញ្ឈប់បានដោយឈ្នះប្រមើលប្រកួតជាប់ៗគ្នាមកហើយគ្រប់កម្មវិធីថ្មីនេះពួកគេទើបតែស៊ី Leeds United 1-0 ក្រៅដីតាមរយៈគ្រាប់បាល់របស់កីឡាករចំនួនថ្មី Antoine Semenyo ដែលជួយឲ្យពួកគេបន្តដេញតាមក្រុមកំពូលតារាង Arsenal តាមពីក្រោយផាមពិន្ទុតែសល់មើលប្រកួតក្នុងដៃកីឡាដ្ឋាន Etihad គឺជាបន្ទាយមហានរកសម្រាប់ក្រុមភ្ញៀវបងប្អូនដឹងទេ Man City មិនទាន់ស្គាល់ពាក្យខចាញ់13ប្រកួតជាប់គ្នាមកហើយក្នុងផ្ទះហើយ7ប្រកួតចុងក្រោយគឺឈ្នះទាំងអស់អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកំណត់ត្រារបស់លោក Pep នេះថាងពុតគឺអស្ចារ្យមែនទែនដោយឈ្នះ24ក្នុងចំណោម26ប្រកួតក្នុងផ្ទះទោះបីជាយប់នេះពួកគេទំនងជាអវត្តមានកំពូលខ្សែប្រយុទ្ធ Erling Haaland និងខ្សែការពារ Josko Gvardiol ក៏ដោយក៏កម្លាំងប្រយុទ្ធដូចជា Foden និង Semenyo នៅតែកាចសាហាវដដែលងាកមកមើលក្រុមភ្ញៀវ Nottingham Forest វិញម្ដងស្ថានភាពរបស់ពួកគេគឺមហន្តរាយតែម្ដងនេះគឺជាគ្រូបង្វឹកទី4ហើយនៅរដូវកាលនេះគឺលោក Vitor Pereira តែក្រុមនៅតែមិនទាន់រកឃើញពន្លឺគឺចាន់3ប្រកួតជាប់គ្នាមកហើយទើបតែចាន់ Brighton 2-1បច្ចុប្បន្នពួកគេឈរលេខ17លើតំបន់កាត់ចោលតែ2ពិន្ទុប៉ុណ្ណោះអ្វីដែលអាក្រក់ជាងនេះទៅទៀតគឺកំណត់ត្រារបស់គ្រូថ្មី Vitor Pereira គឺយ៉ាប់យឺនមែនទែនដឹកនាំ12ចាន់ដោះក្នុងលេខហើយប្រវត្តិមកលេងនៅ Etihad 3ដងចុងក្រោយគឺចាន់ទាំង3ដងនិងរបូតគ្រាប់បាល់ដល់ទៅ11គ្រាប់ដោយស៊ុតមិនចូល Man City សូម្បីតែ1គ្រាប់ទោះបីជាយប់នេះបានអ្នកចាំទីជម្រើសទី1 Matt Sales ត្រឡប់មកវិញក្តីតែរបួសរបស់ខ្សែការពារដូចជា Willy Boly នៅតែជាបញ្ហាធំសម្រាប់ពួកគេសរុបសេចក្តីមកនេះគឺជាការប្រកួតដែលខុសគ្នាដូចមេឃនឹងដី Man City មិនប្រើប្រាស់ការគ្រប់គ្រងបាល់និងការបញ្ជូនបាល់យ៉ាងច្បាស់លាស់ដើម្បីដាក់សម្ពាធ Forest ឲ្យដកថយទៅតំបន់ការពារចំណែក Forest នឹងពឹងផ្អែកលើការវាយប្រយុទ្ធរហ័សតាមរយៈ Morgan Gibbs-White ប៉ុន្តែការទម្លាក់សំណាញ់ទីមេឃាវនៅ Etihad គឺជារឿងដ៏លំបាកបំផុតផ្ដាល់ទម្រួយនឹងការទស្សទាយពីគោលខ្មែរវាយ Man City មួយគ្រាប់មេឃាវនឹងឈ្នះដាច់2គ្រាប់ឡើងដោយសារគុណភាពកីឡាករខុសគ្នាខ្លាំងពេកទៅលេង over 2.5 កំណត់ត្រាក្នុងផ្ទះដ៏អស្ចារ្យរបស់ Man City នឹងមិនប្រណីដៃលើ Forest ឡើយយប់នេះលទ្ធផលព្យាករណ៍ Manchester City 3-0តើបងប្អូនយល់ស្របនឹងការវិភាគរបស់ admin ដែរឬទេតើ Man City តួអត់ Haaland អាចបានផ្លោង3គ្រាប់បានទេយប់នេះ comment ប្រាប់ admin នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាប្រសិនបើបងប្អូនចង់ទទួលបានការវិភាគបាល់ទាត់ច្បាស់និងរហ័សបែបនេះជារៀងរាល់ថ្ងៃសូមជួយចុច Subscribe និងដាក់រូបកណ្ដឹង Channel YouTube Goal ខ្មែររបស់ admin ផងជូនពរបងប្អូនហេងជួបគ្នានៅវីដេអូក្រោយ